ដល់បានទី3ទី4ជាប់ត្រឹមប៉ុណ្ណឹងបានព្រះអង្គទ្រង់ត្រាស់អំពីវិបាករបស់ទុច្ចរិតនឹងដោយព្រះអង្គទ្រង់ត្រាស់ថាតតោណੰទុក្ខមណ្ណវេតិតតោណੰទុក្ខមណ្ណវេតិនេះគឺនិយាយអំពីវិបាកនៅក្នុងភាសាបឋមហៅថាវិបាកប៉ុន្តែយើងស្ដាប់គ្នាបានថាផលរបស់អីផលរបស់ទុច្ចរិតផលរបស់ទុច្ចរិតគឺអីគឺសេចក្តីទុក្ខអញ្ចឹងបានព្រះអង្គទ្រង់ត្រាស់ថាសេចក្តីទុក្ខរមែងជាប់តាមបុគ្គលនឹងព្រោះបុគ្គលនឹងបានធ្វើទុច្ចរិតហើយក្នុងអត្ថកថាលោកបញ្យល់ថាតតោណੰទុក្ខមណ្ណវេតិតេតតោតិវិធៈទុច្ចរិតតោណੰបុគ្គលੰទុក្ខំអនវេតិទុច្ចរិតានុភាវេនៈចតោសុអបាយេសុមនុស្សសេសុវាតមត្តភាវੰកេឆន្តំកាយវត្ថុកម្មបេអ៊ិតរំបៃតេអ៊ិមីណាបរិយាយេនៈកាយិកចេតសិកੰវិបាកទុក្ខំអនុកេឆតិដែលបានសេចក្តីថាចេះបើបុគ្គលណាធ្វើកាយទុច្ចរិតក្តីវិជ័យទុច្ចរិតក្តីមโนទុច្ចរិតក្តីណាព្រោះតែការធ្វើទុច្ចរិតរបស់បុគ្គលនឹងទុច្ចរិតនឹងឯងបើទុច្ចរិតនឹងឲ្យផលក្នុងបដិសន្ធិកាលនឹងធ្វើឲ្យបុគ្គលនឹងបដិសន្ធិនៅក្នុងអបាយភូមិ4នរកប្រែតដេរឆានអសុរកាយអញ្ចឹងបានទី3នឹងនេះគឺព្រះអង្គទ្រង់សម្ដែងអំពីវិបាករបស់ទុច្ចរិតប្រសិនបើកើតមកជាមនុស្សណាប្រសិនបើកើតមកជាមនុស្សក៏ខ្វះចន្លោះអីចឹងទៅមានទុច្ចរិតឲ្យផលទោះបីមកកើតជាមនុស្សកំណើតសុគតិភពក៏ដោយក៏មិនដែលបានសុខដែរសេចក្តីទុក្ខនឹងឯងអញ្ចឹងយើងអាចយល់បានពាក្យថាជាប់តាមដែលយើងតែងតែនិយាយតគ្នាមកថាកម្មនឹងជាប់តាមកម្មនឹងជាប់តាមខ្ញុំកណាត់អាត្មាលើកហេតុផលមួយឲ្យស្ដាប់ថាធម្មតាអកុសលចិត្តកើតឡើងហើយរលត់ទៅកើតឡើងហើយរលត់ទៅសូម្បីតែទុច្ចរិតក៏មិនមែនបុគ្គលនឹងមកជីវិតគាត់ធ្វើតែទុច្ចរិតដែរធ្វើហើយទុច្ចរិតនឹងរលត់ទៅជួនកាលក៏គាត់ធ្វើបុណ្យបុគ្គលម្នាក់មិនមែនធ្វើតែបាបពេញមួយជីវិតទេជួនកាលធ្វើបុណ្យជួនកាលធ្វើបាបណាជួនកាលធ្វើបុណ្យជួនកាលធ្វើបាបហើយចុះហេតុអីបានជានៅក្នុងព្រះធម៌ព្រះអង្គទ្រង់សម្ដែងថាបាបនឹងជាប់តាមទុច្ចរិតនឹងជាប់តាមយ៉ាងម៉េចបើនៅក្នុងអភិធម្មដោយបរមត្ថរលត់ទៅអស់ហើយហ្នឹងសូម្បីតែកើតជាតិថ្មីមួយទៀតមានកម្មណាទៅជាប់តាមដូចយើងសពថ្ងៃហ្នឹងញាតិញោមគ្រប់គ្នាគណៈគុំចាស់អីធ្លាប់ធ្វើបាបទេធ្លាប់អាត្មាភាពហ្នឹងក៏ធ្លាប់ប៉ុន្តែបាបហ្នឹងតាណាអស់រលត់ទៅអស់ហើយចូលដែលឈ្មោះថាជាប់តាមហ្នឹងគឺជាប់តាមដោយសន្មត់អញ្ចឹងបាននៅក្នុងអត្ថកថាលោកព្យាយាមបញ្យល់ថាទុច្ចរិតានុភាវេនៈដោយអានុភាពនៃទុច្ចរិតកម្មហ្នឹងចតោសុអបាយេសុឲ្យបុគ្គលហ្នឹងបដិសន្ធិនៅក្នុងអបាយភូមិ4អញ្ចឹងដែលឈ្មោះថាជាប់តាមដោយអំណាចនៃវិបាករបស់ទុច្ចរិតកម្មណាដែលឈ្មោះថាជាប់តាមសត្វទៅហ្នឹងទុច្ចរិតហ្នឹងគឺជាប់តាមទី1ជាប់តាមដោយអំណាចនៃទុច្ចរិតកម្មហ្នឹងឲ្យផលក្នុងបដិសន្ធិកាលឲ្យកើតនៅក្នុងកំណើតនរកប្រែតដេរឆានអសុរកាយជាប់តាមទី2ជាប់តាមដោយអំណាចនៃទុច្ចរិតកម្មហ្នឹងឲ្យផលក្នុងបវត្តិកាលសត្វនឹងកើតនៅក្នុងអបាយភូមិ4ក្តីកើតនៅក្នុងកំណើតសុគតិភពជាមនុស្សនឹងក្តីក៏ទុច្ចរិតនឹងតាមមកឲ្យផលឬក៏តាមមកបៀតបៀនផ្ដល់នៅសេចក្តីទុក្ខឲ្យសត្វនឹងអញ្ចឹងយើងអាចយល់បានពាក្យថាជាប់តាមគឺដោយសន្មត់តែតាមសេចក្តីពិតគឺនៅក្នុងសេចក្តីថាជាវិបាកនៃទុច្ចរិតកម្មហ្នឹងហើយឈ្មោះថាជាប់តាមនោះដូចយើងកើតមកជាមនុស្សមិនកំណើតសុគតិប៉ុន្តែពេលណាបាបឲ្យផលมันមានសេចក្តីទុក្ខមានសេចក្តីទុក្ខមើលអ្នកស្ដាប់ហ្នឹងបានសេចក្តីសុខរហូតឬក៏ថាធ្លាប់ជួបទុក្ខដែរញាតិញោមធ្លាប់ជួបទុក្ខដែរទេហ្នឹងហើយមិនសប្បាយរហូតទេណាហ្នឹងជួនឃើញរូបអត់ស្អាតអាហ្នឹងជាផលរបស់ទុច្ចរិតឬសំឡេងមិនពីរោះជាផលរបស់ទុច្ចរិតធំក្លិនស្អុយឆ្អេះឆ្អាបក្លិនអត់ល្អជាផលរបស់ទុច្ចរិតដឹងរសជាតិអាហារអត់ឆ្ងាញ់ជាផលរបស់ទុច្ចរិតសំផស្សប៉ះខ្ទប់ក្រោតក្រៀតអត់ល្អអត់ទន់ស្រួលជាផលរបស់ទុច្ចរិតហ្នឹងផលទុច្ចរិតដែលហ្នឹងជាទុច្ចរិតកម្មដែលឲ្យផលនៅក្នុងបវត្តិកាលបើទោះបីជាយើងកើតនៅក្នុងកំណើតសុគតិភពជាមនុស្សក៏ដោយ
អានឹងឲ្យឈ្មោះថាជាប់តាមដោយអំណាចនៃបច្ច័យតគ្នាបែបហ្នឹងចឹងslash ត្រឹមប៉ុណ្ណេះមិន slash ទេជាប់ហើយញាតិញោមរឿងធម្មវិភាគប្រធានបទទី1សប្តាហ៍ទី1នៃកម្មវិធីធម្មវិភាគប្រចាំសប្តាហ៍ថ្ងៃពហុម៉ោង 7 កន្លះជាប់ម៉ោងត្រឹមប៉ុណ្ណាគឺអាស្រ័យញាតិញោមមានសំណួរសួរឬក៏អត់